ព្រះគម្ពីរម៉ាថាយចំពោះ14 1. នៅគ្រានោះហេរ៉ូតជាស្ដេចអនុរាយទ្រង់បានឮល្បីពីព្រះយេស៊ូវ ទីទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតាលិកថានោះគឺជាយ៉ូហានបាទីស្ទ័រគាត់បានរស់ពីស្លាប់ឡើងវិញហើយបានជាមានការឫទ្ធិបារមីកើតមកដោយសារគាត់ដូច្នេះ 3. ដបិតហេរ៉ូតបានចាប់ចងយ៉ូហានដាក់ក្នុងគុកដោយព្រោះហេរ៉ូឌៀជាភរិយាភីលីបអនុទ្រង់ 4. ពីព្រោះយ៉ូហានបានទូលទាស់នឹងស្ដេចថាទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ 5. ទ្រង់ចង់សម្លាប់គាត់ណាស់តែខ្លាចហ្វូងមនុស្សព្រោះគេរាប់គាត់ទុកជាហោរា 6. មានសម័យមួយជាថ្ងៃធ្វើបុណ្យចម្រើនព្រះជន្មហេរ៉ូតនោះបុត្រីហេរ៉ូឌៀនាងរាំនៅមុខពួកភ្ញៀវជាទីគាប់ព្រះតីដល់ហេរ៉ូតណាស់បានជាទ្រង់ស្បាត់សន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម 8. តែមាតានាងបានបញ្ជាឲ្យទូលថាសូមប្រទានក្បាលយ៉ូហានបាទីស្ទ័រដាក់លើថាមកឲ្យឃីងម្ចាស់នៅទីនេះ 9. នោះស្ដេចទ្រង់ក៏ព្រួយព្រះតីតែដោយព្រោះសម្បត្តិហើយនឹងពួកភ្ញៀវបានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង 10. ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក 11. គេយកក្បាលគាត់ដាក់លើថាមកឲ្យនាងរួចនាងយកទៅថ្វាយដល់មាតា 12. នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់រួចទៅទូលព្រះយេស៊ូវ 13. កាលព្រះយេស៊ូវបានឮហើយនោះទ្រង់យាងចុះទូកចេញពីទីនោះទៅឯទីរហោស្ថានដោយឡែករីឯពួកបណ្ដាជនក៏បានដឹងហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ 14. លុះទ្រង់យាងឡើងពីទូកវិញស្រាប់តែឃើញមានមនុស្សមីដេបាទ្រង់ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា 15 ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថាទីនេះស្ងាត់ណាស់ម៉ោងក៏ជ្រុលហើយសូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅដើម្បីឲ្យបានទិញស្បៀងអាហារនៅក្នុងភូមិជុំវិញ16តែព្រះយេស៊ូវទ្រង់ឆ្លើយថាមិនចាំបាច់ឲ្យគេទៅទេចូលញឹករកគ្នាឲ្យគេបរិភោគទៅ17ពួកសិស្សក៏ទូលទ្រង់ថានៅទីនេះយើងខ្ញុំគ្មានអ្វីទេមានតែនំបាំង5ដុំហើយនឹងត្រី2ប៉ុណ្ណោះ19នោះទ្រង់មានព្រះបន្ទូលថាចូលយកមកឲ្យខ្ញុំឯណេះមកខៃរួចកៅទ្រង់បង្កប់ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយនោះទ្រង់យកនំបាំង5ដុំនិងត្រី2នោះងើបថត់ទទោទៅលើមេឃតែងប្រទានពររួចកាត់ប្រទានដល់ពួកសិស្សហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស21គេបានបរិភោគឆ្អែតគ្រប់គ្នារួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន12កន្ត្រង22រីឯពួកមនុស្សដែលបានបរិភោគនោះមានចំនួន5000នាក់ឥតរាប់ពួកស្រីនិងកូនក្មេងទេ22ស្រាប់តែទ្រង់បង្ខំពួកសិស្សឲ្យចុះទូកឆ្លងទៅឯត្រីមុខខាងត្រង់មុនទ្រង់ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់23លុះបានឲ្យគេទៅផុតអស់ហើយនោះទ្រង់យាងឡើងលើភ្នំដោយឡែកដើម្បីនឹងអធិដ្ឋានលុះពេលប្រលប់ហើយទ្រង់ក៏នៅទីនោះតែមួយអង្គទ្រង់24ឯទូកនៅកណ្ដាលសមុទ្រត្រូវរលកបោកជាខ្លាំងដោយព្រោះច្រាសខ្យល់25ដល់យ៉ាំ4យប់នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពោះសើ26កាលគេឃើញទ្រង់យាងលើទឹកដូច្នោះនេះក៏ភ័យវល់ហើយនិយាយថាខ្មោចលងហើយរួចគេស្រែកឡើងដោយសារសេចក្តីតក់ស្លុត27តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដល់គេភ្លាមថាចូលសង្ឃឹមឡើងគឺខ្ញុំតែតើកុំឲ្យភ័យឡើយ29ពេត្រុសទូលតបថាព្រះអម្ចាស់អើយបើជាទ្រង់មែននោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ថង29ទ្រង់មានព្រះបន្ទូលថាចូលមកចោះពេត្រុសក៏ចុះចេញពីទូកដើរលើទឹកដើម្បីទៅឯព្រះយេស៊ូវ30តែកាលគាត់បានឃើញខ្យល់បាក់ជាខ្លាំងនោះគាត់មានចិត្តភ័យហើយដែលព្រោះចាប់តាំងលេខតីបានជាគាត់ស្រែកឡើងថាព្រះអម្ចាស់អើយសូមជួយសង្គ្រោះទូលបង្គំផង31ស្រាប់តែព្រះយេស៊ូវទ្រង់លួកព្រះハស្តទៅចាប់គាត់ភ្លាមដោយព្រះបន្ទូលថាអូមនុស្សមានជំនឿតិចអើយហេតុអ្វីបានជាអ្នកសង្ស័យ32រួចកាលទ្រង់នឹងគាត់បានឡើងទៅក្នុងទូកហើយនោះខ្យល់ក៏ស្ងាត់ឈឹង33ឯពួកអ្នកដែលនៅក្នុងទូកក៏មកថ្វាយបង្គំទ្រង់ទូលថាទ្រង់ប្រកាសជាព្រះរាជាបុត្រានៃព្រះមែន
34 លុះបានឆ្លងទៅដល់ត្រីមុខខាងហើយនោះក៏ចូលទៅក្នុងស្រុកកេនេសារ៉េត35ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញនាំយកមនុស្សទាំងប៉ុន្មានដែលមានជំងឺមកឯទ្រង់36ក៏អង្វរឲ្យទ្រង់អនុញ្ញាតឲ្យអ្នកទាំងនោះបានក្រាន់តែពាល់ចែកព្រះពស្ត្រទ្រង់ប៉ុណ្ណោះឯអស់អ្នកដែលបានពាល់នោះក៏បានជាទាំងអស់គ្នាសូមអបអរសាទរបងប្អូនទាំងអស់គ្នាបានស្ដាប់ចប់មួយចំពោះទៀតហើយសូមអរគុណសូមប្រាក់ប្រទានពរបងប្អូនទាំងអស់គ្នា